ចំណុចទី9នៃបទបញ្ជារដ្ឋាភិបាលជាដាវអញ្ញាសឹកតាលោកខៀវសុងច័ន្ទសុធានឹងត្រូវបណ្តេញចេញពីក្របខ័ណ្ឌដោយមន្ត្រីផ្សេងទៀតដែរឬទេខណៈដែលរាជារដ្ឋាភិបាលកម្ពុជាកំពុងពង្រឹងអភិបាលកិច្ចនិងយុទ្ធនាការសម្អាតផ្ទះមហាជនកំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើស្តង់ដារតែមួយនៃយុត្តិធម៌សង្គមករណីមន្ត្រីនគរបាលជាន់ខ្ពស់លោកខៀវសុងច័ន្ទសុធាជោគវេបនិងគម្រាមរះបានក្លាយជាវិញ្ញាសាក្តៅដែលត្រូវវាស់ស្ទង់ដោយដាវអញ្ញាស័ក្តិនៃបទបញ្ជារបស់ប្រមុខរាជារដ្ឋាភិបាលយោងតាមបទបញ្ជាលេខ02បបចុះថ្ងៃទី21ខែតុលាឆ្នាំ2025ចេញដោយសម្ដេចមហាបវររដ្ឋាភិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាត្រង់ចំណុចទី9បានចែងយ៉ាងដាច់ណាស់ថាគ្រប់ក្រសួងស្ថាប័ននិងរដ្ឋបាលថ្នាក់ក្រោមជាតិត្រង់ចាត់វិធានការដាក់ទណ្ឌកម្មខាងវិន័យរដ្ឋាភិបាលចំពោះមន្ត្រីរាជការស៊ីវិលមន្ត្រីនគរបាលជាតិនិងយោធិនព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួនលើការប្រើប្រាស់ឧបករណ៍បារីកអេឡិចត្រូនិក web និងស៊ីសាឬមានការបំពានដែលពាក់ព័ន្ធនឹងឧបករណ៍ទាំងនេះបទបញ្ជានេះបានសង្កត់ធ្ងន់ថាអ្នកដែលបំពានត្រូវទទួលទណ្ឌកម្មវិន័យយ៉ាងធ្ងន់ធ្ងររហូតដល់ការដកតំណែងឬបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកឡើងភាពដាច់ណាត់របស់ក្រសួងមហាផ្ទៃធ្លាប់បានបង្ហាញរួចមុខហើយតាមរយៈប្រកាសលេខ5340ប្រកាសចុះថ្ងៃទី31ខែសីហាឆ្នាំ2015ដែលសម្រេចបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិលើលោកវរសេនីត្រីហួតគង់នៃអធិការដ្ឋានខណ្ឌចំការមុនក្រោមមូលហេតុល្មើសវិន័យរបស់នគរបាលជាតិនេះគឺជាសក្ខីភាពបញ្ជាក់ថាឧបនាយករដ្ឋមន្ត្រីអភិសន្ធិបណ្ឌិតសសុខាមិនអត់ឱនឲ្យមន្ត្រីដែលធ្វើឲ្យខូចកិត្តិយសអង្គភាពឡើយចម្ងល់មហាជននៅត្រង់ថាតើស្តង់ដារវិន័យដ៏តឹងរ៉ឹងនេះនឹងត្រូវយកមកអនុវត្តលើលោកខៀវសុងច័ន្ទសុធាដែរឬទេតាមរយៈឯកសារផ្លូវការគេឃើញថាច្បាប់ត្រូវបានអនុវត្តយ៉ាងរហ័សករណីយុវជននុនដារ៉ាខេត្តកំពតអាយុ15ឆ្នាំគ្រាន់តែថតរៀលស្កាន់ដាវមិនទាន់បង្កបួសត្រូវតុលាការចេញដីកាឃុំខ្លួនលេខ958ចុះថ្ងៃទី24មេសា2026ភ្លាមៗករណីមន្ត្រីទេពសុខភេងខេត្តកំពតប្រើហ៊ីងសានិងគ្រឿងញៀនត្រូវតុលាការចេញដីកាឃុំខ្លួនលេខ200នៅក្នុងថ្ងៃតែមួយផ្ទុយពីករណីលោកខៀវសុងច័ន្ទសុធាបែរជាចេញមកបំភ្លឺជាក្រៅម៉ោងការងារប៉ុន្តែមហាជនបានលើកជាសំណួរថាហេតុផលថារំលោភបទបញ្ជានាយករដ្ឋមន្ត្រីជោគវេបចំណុចទី9ជាសាធារណៈរំលោភសិទ្ធិពលរដ្ឋប្រើអំណាចសាក5ពំរាមវាយខ្នោះនិងដាក់គុកលើរាជសាមញ្ញរំលោភទ្រព្យសម្បត្តិរដ្ឋយករដ្ឋាភិបាលស្លាកលេខនគរបាលជាតិទៅប្រើប្រាស់កងម៉ាំងសម្រាប់បន្តខ្លួនយុតិធធម៌សង្គមអាចកើតមានទៅបានលុះត្រាតែបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលត្រូវបានអនុវត្តដោយស្មើភាពគ្នាបើមន្ត្រីសាក់4នៅចំការមុនត្រូវបានបណ្តេញចេញហើយយុវជននៅកម្ពុជាត្រូវជាប់គុកដោយសារកាន់ដាវនោះលោកខៀវសុងច័ន្ទសុធាដែលបំពានទាំងបទបញ្ជាជោគវេបនិងគម្រាមរះក៏មិនគួរទទួលបានត្រឹមតែការស្ដីបន្ទោសនោះដែរមហាជនសំណុំពរឲ្យក្រសួងមហាផ្ទៃអនុវត្តអភិក្រមវះកាត់ដើម្បីសពបញ្ជាក់ថាគ្មានបុគ្គលណាម្នាក់អាចជោគវេបដោយគម្រាមរះហើយនៅមានសេរីភាពពាក់សាកបំផ្លាញមុខមាត់កងកម្លាំងនគរបាលជាតិបានឡើយ